រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសិរីយុគកោមានកិត្តិយសលើកយកធរណីមាត្រ45យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី11គេឲ្យត្រីកោណមួយដែលមានមុំខាងក្រៅស្មើ 8x មុំខាងក្នុងនេះ 2x ហើយមុំនេះស្មើ90មុំខាងក្នុងនេះមិនដឹងអញ្ចឹងដើម្បីរក x ឃើញដល់យើងរកមុំផលបូកមុំក្នុងនៃត្រីកោណនេះសិនអញ្ចឹងចប់អញ្ញាត x យើងទាញដូចតទៅដូច្នេះសូមមើលទាំងអស់គ្នាដូចតទៅមុំ 8x បូកមុំ y ស្មើ180មូលហេតុអីជាមុំបន្ថែមមុំ 8x បូកនឹងមុំ y នេះស្មើ180ជាផលបូកមុំបន្ថែមអញ្ចឹងយើងអាចទាញមុំ y ទុកនៅអង្គទី1ហើយ 8x មកអង្គទី2នៅខាងអង្គទី1បូកមកអង្គទី2ដកយើងដោះស្រាយសមីការធម្មតាមកអញ្ចឹងបាន180ដកមុំ 8x នឹង y ស្មើប៉ុណ្ណឹងអញ្ចឹងយើងមើលមុំ 2x បូកមុំ9បូកមុំ y ស្មើ180មូលហេតុអីជាផលបូកមុំក្នុងនៃត្រីកោណមុំ y បូកនឹងមុំ 2x បូកនឹងមុំ9នេះស្មើ180អញ្ចឹងយើងទាញបានមុំ 2x បូកមុំ9បូកនឹងមុំ y មុំ y ចំនួនដោយ180ដក 8x អញ្ចឹងយើងគណនាទៅមុំ 2x គឺ 2x មុំ9គឺ9បូកនឹង180ដកឲ្យ 8x អញ្ចឹងយើង 2x បូកនឹង 8x ស្មើដក 6x 90បូក180ឃើញ270ហើយអង្គទី2 180ដដែលអញ្ចឹងអង្គទី2នេះទាញអង្គទី1នេះ200នៅអង្គទី1បូកទាញមកអង្គទី2ដក180ដក270ស្មើដក90អញ្ចឹងនៅដក 6x ស្មើដក9អញ្ចឹងនាំឲ្យយើងបាន x ស្មើដក9ចែកឲ្យដក6ដកចែកឲ្យដកបូក90ចែកឲ្យ6បាន15ដូច្នេះ x ស្មើ15ដឺក្រេមុំ x ស្មើ15ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិរាត្រីសួស្តីអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា